ជំរាបសួរបងប្អូនទាំងអស់គ្នាចាដើមស្អំបងប្អូនតាមនៅក្នុងកតោហ្នឹងណាត្រូវតែកាត់រាល់តែថ្ងៃតែអត់បានកាត់ទេវាដុះលឿនណាហ្នឹងហើយវាស្លឹកវាឡើងអាលីអស់ហ្នឹងហើយរៀងចាស់ហ្នឹងហើយគាត់ឆ្លៀតកាត់ម្ដងតិចម្ដាយបងប្អូនហ្នឹងហើយបានមកជៀនពងទាដែរហ្នឹងណាចាហើយក្នុងកតោស្អំក៏ហ្នឹងមានតាំងពី strawberry ហើយមានតាំងពីមមាញទៀតនៅក្នុងហ្នឹងណាគឺថាដាំអត់ឲ្យគឺថាឲ្យសោះមកអត់មានទុកឲ្យខាតដីទេចាហ្នឹងហើយក៏បកកានសមហ្នឹងហើយសមតិចទៅបានជ្រក់បងមមាញមិញកាត់ទៅ2ដង3ដងបានជ្រក់មកកតោធំចាហ្នឹងហើយស្អំហ្នឹងណាគាត់ចេះតែកាត់តម្មវាឲ្យវារៀងគឺថាអត់ឲ្យខ្ពស់ឡើងលើពិបាកកាត់ហ្នឹងហើយជួនកាលនោះគាត់បេះខ្ចីមែនតើណាមិនបាច់ចាំបូតទេចាប៉ុន្តែខ្ញុំចូលចិត្តដែរប៉ុន្តែបើឲ្យចូលចិត្តខ្លាំងអត់ទេព្រោះគ្រូសាខ្ញុំគាត់ចូលចិត្តហ្នឹងហើយដាក់ស្រួលបងប្អូនហ្នឹងហើយស្អំញ៉ាំណាឆ្ងាញ់គួរសមហ្នឹងហើយយើងដាក់ទៅទឹកស៊ីអ៊ីវដាក់ទៅម្សៅស៊ុបតិចទៅហើយដាក់បើយើងចង់បានផ្អែមយើងដាក់ស្ករបន្តិចទៅហើយវាយពងទាទៅចាវាយវាឲ្យឡើងបន្តិចណាចាស្រួលណាស្អំចាបើយើងទិញស្អំគេបានអកឲ្យមិនបានស្រស់ដូចចឹងទេហើយបើបើកវិញធំក្លិនអកអាមកពីកហ្នឹងណាបើយើងនេះស្រស់ចាញ៉ាំហ្នឹងហើយស្រួលអរគុណ